សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងនឹងមានរឿងមួយដែលមានចំណងជើងថាលទ្ធផលនៃការកុហកកាលពីយូរលង់ណាស់មកហើយមានស្វានិងចៀមបានស្មោះស្ម័គ្រព្រមព្រៀងធ្វើជាមិត្តចិត្តមួយថ្លើមមួយនឹងគ្នាដោយស្វាមានទូនាទីអង្គុយលើខ្នងចៀមនិងស៊ីចំណីតែប៉ុណ្ណោះមិនចាំបាច់ធ្វើអ្វីឡើយថ្ងៃមួយស្វាកើតក្តីអផ្សុកព្រោះរវល់តែអង្គុយលើខ្នងចៀមដោយពុំបានធ្វើអ្វីសោះវានឹកចង់ឡើងបេះផ្លែឈើស៊ីដោយខ្លួនឯងដើម្បីបំបត្តិអផ្សុកខ្លះទើបវារកឧបាយកលបំភ័យចៀមឲ្យភ័យទីងណាត់ទីណៃរត់ចូលទៅក្នុងព្រៃដើម្បីខ្លួនបានកំសាន្តសប្បាយផងគិតដូច្នេះហើយស្វាក៏ធ្វើជាស្រែកឆោឡោឡើងសំឡាញ់អើយខ្លាមកហើយឆាប់រត់ឲ្យលឿនឡើងចៀមស្មានថាខ្លាមកមែនវាភ័យស្លន់ស្លោជាខ្លាំងហើយក៏មិនបានរត់ចូលទៅក្នុងព្រៃដូចដែលស្វាបានគិតទុកនោះទេពេលរត់ដល់មាត់អូរវាក៏លោតចូលទៅក្នុងអូរដែលមានសុទ្ធតែក្រពើនៅរឹងចាំជាស្រេចគ្រាន់តែឮសូរព្រមភ្លាមក្រពើទាំងនោះក៏ហក់តម្រង់មករកដោយក្តីសេចក្លៀនស្វានឹងចៀមមិនអាចគេចទៅណារួចវាក៏ខ្លោចជាចំណីដ៏ឆ្ងាញ់របស់ហ្វូងក្រពើក្នុងគ្រានោះទៅការកុហកលេងសើចអាចនាំមកនូវក្តីអន្តរាយដល់ខ្លួន